អាយុត្តមទេសរដ្ឋមន្ត្រីអ៊ីឈៀនចុះពិនិត្យមើលទីតាំងនិងបំពាក់សម្ភារៈបន្ថែមដល់កងកម្លាំងជួរមុខព្រំដែនកម្ពុជាថៃក្នុងភូមិសាស្ត្រខេត្តបៃលិនថ្ងៃទី17 ខែមិថុនាឆ្នាំ2025អាយុត្តមអ៊ីឈៀនទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែនបានអញ្ជើញសំណេះសំណាលសួរសុខទុក្ខលើកទឹកចិត្តនិងពិនិត្យមើលទីតាំងព្រមទាំងបំពាក់សម្ភារៈបន្ថែមដល់កងកម្លាំងដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅតាមបន្ទាត់ព្រំដែនកម្ពុជាថៃក្នុងភូមិសាស្ត្រខេត្តបៃលិនអាយុត្តមអ៊ីឈៀនទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែននិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តបៃលិនបានមានប្រសាសន៍នាំមកនៅការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនសម្ដេចគតិប្រិទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែននិងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតជូនចំពោះនាយទាហានរងនិងពលទាហានដែលកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែនកម្ពុជាថៃក្នុងបេសកកម្មការពារបូរណភាពទឹកដីក្នុងភូមិសាស្ត្រខេត្តបៃលិនហើយបើទោះបីជាសម្ដេចទាំង3មិនបានមកជួបបងប្អូនដោយផ្ទាល់ក្តីក៏សម្ដេចតែងតែនឹករលឹកដល់កងកម្លាំងរបស់យើងជានិច្ចឯកឧត្តមទេសរដ្ឋមន្ត្រីបានមានប្រសាសន៍លើកឡើងថាបច្ចុប្បន្ននេះសភាពការនៅតាមបន្ទាត់ព្រំដែនកម្ពុជាថៃមានស្ថានភាពឡើងកម្ដៅខ្លាំងជាពិសេសនៅចំណុចមុំ3ប្រាសាទតាមាន់ធំប្រាសាទតាមាន់តូចនិងប្រាសាទតាក្របីរហូតដល់មានការប៉ះទង្គិចគ្នាដោយអាវុធប៉ុន្តែកងកម្លាំងប្រដាប់អាវុធរបស់យើងនៅទីនោះគឺចាំស្ដាប់នៅបទបញ្ជានិងគោលការណ៍ពីមេបញ្ជាការពីប្រមុខរាជរដ្ឋាភិបាលហើយបានតាំងចិត្តយ៉ាងម៉ឺងម៉ាត់និងត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការប្រយុទ្ធគ្រប់ពេលវេលាបើមានករណីឈ្លានពានណាមួយលើបូរណភាពទឹកដីប្រទេសកម្ពុជាយើងអាយុត្តមអ៊ីឈៀនក៏បានមានប្រសាសន៍កោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលទាំងឡាយដែលនាយទាហាននិងពលទាហានគ្រប់បណ្ដាអង្គភាពទាំងអស់សម្រេចបានក្នុងបុព្វហេតុការពារជាតិមាតុភូមិនិងប្រជាជនពិសេសចំពោះវីរភាពយ៉ាងអង់អាចក្លាហានស្មោះត្រង់លះបង់សាច់ស្រស់ឈាមស្រស់និងការខិតខំប្រឹងប្រែងកសាងនិងអភិវឌ្ឍគ្រប់ហេដ្ឋារចនាសម្ព័ន្ធធនធានសេដ្ឋកិច្ចជូនកងទ័ពនិងគ្រួសារកងទ័ពឲ្យរស់រានមានជីវិតល្អប្រសើរស្របតាមគោលរបបរបស់រាជរដ្ឋាភិបាលនិងការកសាងនៅប្រព័ន្ធយុទ្ធសាស្ត្រការពារជាតិនានាជាច្រើនទៀតដើម្បីបម្រើឲ្យក្នុងបុព្វហេតុការពារអធិបតេយ្យបូរណភាពទឹកដីទុកជាកេរ្តិ៍ប្រវត្តិសាស្ត្រជូនបងប្អូនកូនក្មួយជំនាន់ក្រោយ។